សូមក្រាបថ្វាយបង្គំប្រធារានុធិរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មាននិងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីមេត្រីថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលមានព័ត៌មានសំខាន់ចំនួន3បាទដើម្បីជម្រាបជូនជនរួមជាតិជ្រាបព័ត៌មានទី1រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនតាមរយៈអ្នកនាំពាក្យបានឆ្លើយតបចំពោះសារព័ត៌មានក្នុងស្រុកថៃដែលបានផ្សាយអំពីហេតុផលនិងអនុសាសន៍របស់គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃក្នុងការស្នើសុំលុប MOU 43ឬក៏ MOU ឆ្នាំ2000ហើយអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបដិសេធនិងច្រានចោលទាំងស្រុងនិងចាត់ទុកហេតុផលនិងអនុសាសន៍ស្នើសុំលុប MOU ឆ្នាំ2000ថាធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវនិងផ្ទុយពីច្បាប់អន្តរជាតិក្នុងចេតនាកេងចំណេញនយោបាយនិងបំផ្លាញសមិទ្ធផលដែលសម្រេចបានដោយគណៈកម្មការ JBC នៃភាគីទាំងពីរនារយៈពេលកន្លងមកអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានលើកទឡហីករណ៍មួយចំនួនមកបញ្ជាក់ដូចខាងក្រោម 1. MOU ឆ្នាំ2000ត្រូវបានចុះហត្ថលេខាដោយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជាថៃនិងបានចូលទិដ្ឋារមាននៅថ្ងៃចុះហត្ថលេខាព្រមទាំងបានយកទៅចុះបញ្ជីនិងតម្កល់នៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ MOU ឆ្នាំ2000មានចរិតលក្ខណៈជាសន្ធិសញ្ញាឬកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនឹងបញ្ហាព្រំដែនដែលបង្កើតកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិនិងជាកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈយន្តការគណៈកម្មការ JBC 2. តាមគោលការណ៍ច្បាប់អន្តរជាតិទោះស្ថិតក្នុងកលៈទេសៈណាក៏ដោយភាគីថៃមិនអាចលើកយកហេតុផលច្បាប់និងនីតិវិធីផ្ទៃក្នុងឬហេតុផលណាមួយដើម្បីជាមធ្យោបាយក្នុងការលុប MOU ឆ្នាំ2000ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែនដែលខ្លួនជាភាគីបានឡើយនេះបើយោងតាមមាត្រា62ចំណុច2នៃអនុសញ្ញាទីក្រុងវីយ៉ែនស្តីពីច្បាប់សន្ធិសញ្ញា VCLT ឆ្នាំ1969 3. MOU ឆ្នាំ2000បានផ្ដល់សមត្ថកិច្ចនិងសិទ្ធិអំណាចពេញលេញដល់គណៈកម្មការ JBC នៃភាគីទាំងពីរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើមូលដ្ឋានអនុសញ្ញាបារាំងសៀម1904និងសន្ធិសញ្ញាបារាំងសៀម1907ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិនសៀមកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការឥណ្ឌូចិនសៀមបែបបទបច្ចេកទេស TOR ឆ្នាំ2003និងកំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មការ JBC នៃភាគីទាំងពីរជាក់ស្ដែងในពេលកន្លងមកគណៈកម្មការ JBC នៃភាគីទាំងពីរសម្រេចបាននៅសមិទ្ធផលជាវិជ្ជមានដូចជាការស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនសម័យបារាំងចំនួនទាំង74ការជួសជុលនិងថែទាំបង្គោលព្រំដែនសម័យបារាំងដែលបានឯកភាពគ្នាការចុះវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្នការកសាងបណ្ដាញបង្គោលព្រឹត្តពីរវិភាគរួមកម្ពុជាថៃនិងការងារវាស់វែងលំអិតនៅតាមច្រកទ្វារព្រំដែនជាដើមជារួមការលុប MOU ឆ្នាំ2000ដោយហេតុផលណាមួយគឺមិនត្រឹមតែរំលោភច្បាប់អន្តរជាតិនិងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ Uti Possidetis Juris ប៉ុណ្ណោះទេតែថែមទាំងបង្កជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធីនិងមិនអាចឈានទៅកសាងព្រំដែនដែលមានស្ថិរភាពសន្តិភាពនិងការអភិវឌ្ឍបានឡើយសូមបញ្ជាក់ជូនថាភាគីកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនតាមគ្រប់មធ្យោបាយដោយសន្តិវិធីរួមទាំងយន្តការទ្វេភាគីដែលមានស្រាប់ពិសេសយន្តការ JBC ហើយកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីបន្តជំរុញការអនុវត្តការវាស់វែងនិងខណ្ឌសីមាព្រំដែនលើដីជាក់ស្ដែងជាមួយភាគីថៃឲ្យបានចប់ជាស្ថាពរក្នុងគោលដៅរក្សាសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរព័ត៌មានទី2ក្នុងពេលដែលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើងនៅលើទីផ្សារអន្តរជាតិរាជរដ្ឋាភិបាលបានសម្រេចវិធានការចាំបាច់មួយចំនួនដើម្បីជួយសម្រាលការចំណាយរបស់ប្រជាពលរដ្ឋវិធានការទាំងនោះរួមមានទី1
បន្តបញ្ចុះតម្លៃប្រេងចំនួន 6.5 សេនដុល្លារក្នុង1លីត្រដែលជាការជួយឧបត្ថម្ភផ្ទាល់របស់រាជរដ្ឋាភិបាលទៅលើតម្លៃប្រេងឥន្ធនៈដើម្បីបន្ធូរបន្ទុករបស់ប្រជាពលរដ្ឋទី2បន្តបញ្ចុះតម្លៃ1សេនដុល្លារបន្ថែមទៀតក្នុង1លីត្រនៅពេលដែលប្រេងសាំងអន្តរជាតិកើនលើសពី$90ក្នុង1បារ៉ែលនិងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី$100ក្នុង1បារ៉ែលទី3បញ្ចុះពន្ធគយដល់0ពលគឺរដ្ឋមិនយកពន្ធប្រេងតែម្ដងទី4បញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូតដល់$0និងបញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី 4% ដល់ 0% និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំងនិងម៉ាស៊ូតពី 10% មកត្រឹមតែ 4% ប៉ុណ្ណោះដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកជំនួសចំពោះអាករលើតម្លៃបន្ថែម 6% ដែលត្រូវកាត់ចេញសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធបន្តតាមដានស្ថានភាពប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិដោយយកចិត្តទុកដាក់បំផុតដើម្បីពិនិត្យលទ្ធភាពជាក់ស្ដែងដាក់ចេញវិធានការអន្តរាគមន៍បន្ថែមឲ្យទាន់ពេលវេលានៅក្នុងករណីចាំបាច់ព័ត៌មានទី3ការទទួលស្គាល់ជំនាញពីមុនរបស់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃយោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីក្នុងការជំរុញការអភិវឌ្ឍនិងទទួលស្គាល់ជំនាញរបស់អតីតពលករខ្មែរមកពីប្រទេសថៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន RPL ជូនដល់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃដោយប្រែក្លាយបទពិសោធន៍ការងារនិងចំណេះជំនាញពីការអនុវត្តជាក់ស្ដែងទៅជាលិខិតទទួលស្គាល់ជំនាញផ្លូវការដែលបងប្អូនអាចយកទៅប្រើប្រាស់ដើម្បីទទួលបានឱកាសការងារនិងប្រាក់ចំណូលខ្ពស់ជាងមុនដំណើរការធ្វើតេស្តនេះនឹងចាប់ផ្ដើមពីថ្ងៃ24មេសា2026តទៅលើមុខជំនាញចំនួន8ក្នុងវិស័យសំណង់រួមមានការងារកំបោររៀបឥដ្ឋនិងបូកការងារការ៉ូការដំឡើងពុម្ពការដំឡើងបណ្ដាញបំពង់ទឹកការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារការងាររន្ទាការដំឡើងសរសៃដែកនិងការផ្សារអគ្គិសនីរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃធ្វើតេស្តជំនួសបងប្អូនពលករទាំងអស់សូមបងប្អូនតាក់ទងក្រសួងការងារដើម្បីទទួលបានព័ត៌មានលម្អិតពាក់ព័ន្ធនឹងការចុះឈ្មោះនិងការធ្វើតេស្តនេះសូមបញ្ជាក់ជូនថាយោងតាមក្រសួងការងាររហូតមកទល់ពេលនេះមានអតីតពលករប្រមាណជា65,000នាក់ហើយដែលមានការងារធ្វើក្នុងនោះអតីតពលករប្រមាណ33,000នាក់ទទួលការងារក្នុងសហគ្រាសក្រុមហ៊ុនរោងចក្រនិងកសិដ្ឋានធំខណៈដែលជាង32,000នាក់ផ្សេងទៀតទទួលបានការងារក្នុងការដ្ឋានសំណង់សិប្បកម្មភោជនីយដ្ឋានកសិកម្មនិងកន្លែងលក់រាយការនេះសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលជាពិសេសរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីចំពោះបងប្អូនអតីតពលករមកពីប្រទេសថៃដោយគិតគូរទាំងការផ្ដល់ជូនការងារនិងប្រាក់ចំណូលនិងទាំងការទទួលស្គាល់ជាផ្លូវការនៅជំនាញពីមុនរបស់ពួកគេថែមទៀតផងអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាព័ត៌មានបាទសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះ